Đầm lái mi hệ xa đầm lái nơi đà đá được không ngày tết ní. Run sút đấy có đôi chỉ chấm riệp sút ở bóng mai bóng bóng nọ khía. Nơi không video này phong đá có một thua ca update nơi đầm lái mi có đôi chỉ đầm lái prá. Nơi prá ngày tỷ đập pí khai cả đá cho năm people mà phải bùng mùi. Chẳng thể bà sân cho bóng bóng cho video bẹp ní có đôi chỉ trong tam đàn nơi đầm lái mi có đôi chỉ đầm lái prá chỉ riêng rồi ngày. Xong bóng bóng chui subscribe YouTube channel rồi bọc nhóm. Vì pro thạc nhóm nó một thua video nằm bay thua ca update nơi đầm lái mi có đôi chỉ đầm lái prá chỉ riêng rồi ngày tại mà đòn bạc. Nơi không ngày tết trong sạp đàn này phong đá đầm lái mi cứ đã sang nơi đầm lái thế. ដោយសារថាទីផ្សារអន្តរជាតិបានធ្វើការបិទមិនឲ្យទិញលក់ក៏ដូចជា trade មាសនោះទេហើយតម្លៃចុងក្រោយដែលខ្ញុំបានចូលទៅមើលនោះគឺមាសស្ថិតនៅក្នុងតម្លៃ $4,120 ក្នុង1អោនឬបើសិនជាគិតជាតម្លឹងគឺស្មើនឹង $4,963 ក្នុងមួយតម្លឹងឬស្មើនឹង $496 ក្នុងមួយជីផងដែរបាទចំណែកឯប្រាក់វិញប្រាក់ក៏រក្សានៅតម្លៃថេរផងដែរហើយតម្លៃចុងក្រោយដែលខ្ញុំបានចូលទៅមើលនេះគឺប្រាក់ស្ថិតនៅក្នុងតម្លៃ $59 ក្នុង1អោន ឬបើសិនជាគិតជាតម្លឹងគឺស្មើនឹង$71ក្នុងមួយតម្លឹងឬស្មើនឹង$7.1ក្នុងមួយជីហើយបើសិនជាគិតជាគីឡូក្រាមគឺស្មើនឹង$1,895ក្នុង1គីឡូក្រាមផងដែរបាទយើងចាំមកមើលថាតើនៅក្នុងថ្ងៃច័ន្ទស្អែកនេះតម្លៃមាសក៏ដូចជាតម្លៃប្រាក់នៅតែបន្តធ្វើការធ្លាក់ចុះបន្ថែមទៀតឬក៏មានការងើបឡើងមកវិញខ្លះហើយបើសិនជាមានការអាប់ដេតឬក៏ការប្រែប្រួលណាមួយខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតដល់បងប្អូនអ្នកគ្នានៅក្នុងវីដេអូក្រោយបន្ថែមទៀតបាទ អរគុណច្រើនបងប្អូនអ្នកគ្នាសម្រាប់ការគាំទ្រក៏ដូចជាតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បើសិនជាបងប្អូនចូលចិត្តវីដេអូបែបនេះហើយគិតថាវីដេអូនេះមានប្រយោជន៍សូមបងប្អូនជួយចុច like ចុច share ដើម្បីឲ្យបងប្អូនយើងផ្សេងទៀតគាត់បានឃើញផងហើយបើសិនជាបងប្អូនមានមតិយោបល់ឬក៏ការយល់ឃើញបែបណាតើទៅនឹងការផ្លាស់ទីក៏ដូចជាការឡើងចុះនៃតម្លៃមាសហើយនឹងការបានប្រមាណថាតើថ្ងៃស្អែកនេះតម្លៃមាសអាចនឹងធ្វើការឡើងឬក៏ចុះផងដែរបងប្អូនអាចធ្វើការ comment ក្រោមវីដេអូរបស់ខ្ញុំនេះបានបាទ អរគុណច្រើនបងប្អូនអ្នកគ្នាជម្រាបលាបាទ